នេះអាមូលហើយបងប្អូនបាទដែលធ្វើឲ្យដែកដែលមានទម្ងន់រាប់តោនអាចហោះលើអាកាសបានណាបងប្អូនបាទតែមួយខាងមានមួយឯងគួរឲ្យឆ្ងល់ទេបងប្អូនបាទប៉ុណ្្នឹងទេហើយមើលយើងមើលអាដែកចេញមកសាងខាងបងប្អូនជាស្លាបវាហ្នឹងណាប៉ុណ្្នឹងទេប៉ុន្តែអាចយោងយន្តហោះបាទយោងដែករាប់តោននឹងមនុស្សហោះនៅលើអាកាសបានគួរឆ្ងល់ហើយបងប្អូនតែខ្ញុំអត់ដឹងតែគេហៅថាស្អីទេបាទហើយសម្រាប់នេះគេកំពុងតែលើអីវ៉ាន់ដាក់ផងដែរបងប្អូនដូចជាកង់ផ្លាក់គេមិនទេមើលទៅបាទរៀងផែនដូចស្តៀងកង់ផ្លាក់គេតែយើងមិនហ៊ាននិយាយថាជាកង់ផ្លាក់គេទេប៉ុន្តែវាស្តៀងបាទកំពុងតែលើកឡើងជាមួយនឹងការដាក់យន្តហោះបាទឥឡូវយើងមកឆ្ងល់បន្តិចទៀតបងប្អូនណាបាទហើយអាទូចនោះកំពុងត្រៀមចេញនៅពីក្រោយណាកំពុងត្រៀមចេញយើងមកឆ្ងល់អាមូលនេះបងប្អូនឃើញទេបាទនឹងខ្ញុំអត់ដឹងតែពាក្យបច្ចេកទេសគេហៅថាយ៉ាងម៉េចទេប៉ុន្តែវាគឺជាប្រភពបាទដែលជាការបូមនៃសន្ទុះខ្យល់ដើម្បីអុកឲ្យប្រភេទយន្តហោះទៅមុខបានគឺដោយសារតែមូលហ្នឹងឯងបើសិនជាអត់អាមូលទេគឺយន្តហោះអត់ហោះទេបងប្អូនអញ្ចឹងពេលមុននឹងហោះគឺអានឹងវាអុកខ្យល់ខ្លាំងណាអុកខ្យល់លើវោបាទហើយយើងគិតមើលទៅពេលអាដែកនៅសាងខាងដែលអាកន្លែងដុំមូលហ្នឹងបងប្អូនគឺកម្លាំងវាខ្លាំងមែនទែនស្វិតមែនទែនដែលអាចយោងតួកណ្ដាលយន្តហោះដ៏ធំហើយព្រមទាំងអវ៉ាន់ព្រមទាំងមនុស្សអាចហោះបានគឺសារដុំនឹងឯងបាទអានេះយើងមកមើលកន្លែងគេដាក់អវ៉ាន់ចូលសិនបងប្អូនដូចជាកង់ផ្លាកគេតែមិនមែនជាកង់ផ្លាកគេទេណាខ្ញុំផ្សាយយើងមើលពីចង្ងាយទៅឬបងប្អូនមើលដែកចេញមកនេះបងប្អូននេះឃើញទេបាទអាដុំហ្នឹងចង់មើលអាដុំហ្នឹងវាដូចជាមិនធំណាស់ទេបងប្អូនបាទប៉ុន្តែដែកវាខ្លាំងបងប្អូនវាអាចទ្រកម្លាំងយ៉ាអាតូចចេញហ្នឹងបងប្អូនមើលចេញមកផ្លុតចឹងមកប្លង់នេះស្អាតដែរបែបដូចយន្តហោះចេញកូនណាដូចយន្តហោះដែលឆ្លងទន្លេចឹងណាតែក៏ពិតមិនមែនទេណាបងប្អូននៅឆ្ងាយគ្នាដែរប៉ុន្តែគាត់ថាអានោះវាចេញពីក្រោយមកវាមើលទៅដូចយន្តហោះឆ្លងទន្លេយីមានអាយន្តហោះឆ្លងទន្លេចឹងទៀតបាទជាដូចខ្ញុំនិយាយបងប្អូននេះកំពុងតែរត់បាទទៅរកផ្លូវធ្វើដំណើរដោយសារផ្លូវរបស់គេគឺមានផ្លូវបងប្អូនយន្តហោះគឺមានផ្លូវដែរណាហើយយន្តហោះក៏ធ្លាប់បាទស្ទះចរាចរណ៍ផ្លូវអាកាសដែរកុំថាស្ទះចរាចរណ៍តែផ្លូវគោកណាផ្លូវអាកាសក៏ស្ទះដែរជួនកាលបងប្អូនបាទមួយរយៈហ្នឹងដោយសារតែមានព្យុះច្រើនប្រហែលថ្ងៃនេះមានភ្លៀងច្រើនអញ្ចឹងទៅក៏អាចស្ទះដែរបាទយន្តហោះខ្លះត្រូវលីលេដល់ទៅ2ម៉ោង1ម៉ោងជាងក៏មានដែរហ្នឹងហើយហើយខ្ញុំជម្រាបដដែលវីដេអូនេះខ្ញុំជូនទៅដល់ពុកម៉ែបងប្អូនដែលគាត់នៅតាមជនបទបានទស្សនាទាក់ទងជាមួយនឹងការមើលយន្តហោះណាបងប្អូនណាហើយសូមបងដែលធ្លាប់បានទស្សនាក៏សូមអធិស្ឋានហើយបើសិនជាពេញចិត្តគឺសូមជួយ like និង follow page TikTok មកខ្ញុំនឹង